ម៉ោង 6 ព្រឹកថ្ងៃអង្គារទី 18 មិនិនាសមត្ថកិច្ចនគរបាលនិងកងកម្លាំងសន្តិសុខបារាំងបានចុះទៅដល់ទីតាំងមជ្ឈមណ្ឌលវប្បធម៌ Gaîté Lyrique សង្កាត់លេខ 3 កណ្ដាលទីក្រុងប៉ារីដើម្បីបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់វ័យក្មេងៗប្រមាណជាង 400 នាក់ដែលបានចូលទៅតាំងទីស្នាក់នៅក្នុងទីតាំងនេះប្រមាណជាង 3 ខែមកហើយនៅក្នុងសម្លេងស្រែកអ៊ូអែអមដោយសម្លេងស្គរក្ដួងក្ដាំងផងក្រុមយុវជនអន្តោប្រវេសន៍ខុសច្បាប់និងសកម្មជនខ្លះបានឈរផ្ដុំគ្នាជារនាំងដើម្បីរារាំងកុំឲ្យសមត្ថកិច្ចសម្រុកចូលសមត្ថកិច្ចបារាំងបានប្រើកម្លាំងវាយបំបែកដែលបានប្រើគ្រាប់បែកផ្សែងដំបងឆក់ដើម្បីសម្រុកចូលទៅក្នុងអគារនិងបណ្ដេញក្រុមជនអន្តោប្រវេសន៍ទាំងអស់ឲ្យចេញមកខាងក្រៅយោងតាមលោក Laurent Nunez ប្រធានអាជ្ញាធរនគរបាលប្រចាំទីក្រុងប៉ារីសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន46នាក់ពីបទជេរប្រមាថមិនសហការជាមួយកម្លាំងសមត្ថកិច្ចនិងខ្លះទៀតគឺដើម្បីផ្ទៀងផ្ទាត់នីតិវិធីរដ្ឋបាលសាក្សីនិងអ្នកកាសែតដែលបានឃើញហេតុការណ៍ផ្ទាល់បានអះអាងថាប្រតិបត្តិការបំបែកនេះបានបង្កឲ្យមានភាពចលាចលភ័យជ្រួលច្របល់ជាខ្លាំងប្រពន្ធដដែលនេះអះអាងថាជនអន្តោប្រវេសន៍និងសកម្មជនសិទ្ធិមនុស្សខ្លះត្រូវសមត្ថកិច្ចរុញច្រានដួលនឹងដីហើយមានការរត់ជន់គ្នាថែមទៀតដល់ឡែកអាជ្ញាធរបារាំងអះអាងថាមានអ្នករបួសស្រាលចំនួន9នាក់លោក Laurent Nunezបញ្ជាក់ថាប្រតិបត្តិការបានចប់សពគ្រប់នៅវេលាម៉ោង 8:30 នាទីព្រឹកតែសមត្ថកិច្ចនឹងរក្សាកម្លាំងខ្លះដើម្បីបន្តយាមសន្តិសុខនៅទីនេះតទៅទៀតក្រុមសកម្មជនការពារជនអន្តោប្រវេសន៍និងអ្នកនយោបាយបារាំងបក្សឆ្វេងនិយមបានបរិហារថាសមត្ថកិច្ចបារាំងបានប្រើវិធីធម៌ក្តៅយ៉ាងហិង្សាបំផុតទៅលើក្រុមជនអន្តោប្រវេសន៍ដែលភាគច្រើនសុទ្ធតែជាយុវជនក្មេងៗនិងខ្លះជាអនិច្ចជនផងដោយឡែកនៅលើបណ្ដាញសង្គម X លោក Bruno Retailleau រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងបានអះអាងថារដ្ឋបារាំងបានចេញមុខទទួលខុសត្រូវចំពោះប្រតិបត្តិការនេះព្រោះថាស្ថានភាពវាអនាធិបតេយ្យយ៉ាងខ្លាំងមិនអាចបន្តបានតទៅទៀតទេអ្នកយកព័ត៌មានបារាំង AFP បានអះអាងផងដែរថានៅក្នុងពេលចុះទៅបំបែកមន្ត្រីសង្គមគិច្ចទទួលបន្ទុករកទីកន្លែងស្នាក់នៅបន្ទាន់ក៏មានវត្តមានដែរដើម្បីជួបជាមួយនឹងជនអន្តោប្រវេសន៍ដែលស្ម័គ្រចិត្តចង់ទៅស្នាក់នៅទីកន្លែងដែលរដ្ឋត្រៀមបំរុងទុកតែផ្អែកតាមលោក Laurent Nunez ក្នុងចំណោមជនអន្តោប្រវេសន៍ខុសច្បាប់ទាំងជាង400នាក់នេះគឺមានតែ6នាក់ទេដែលបានស្ម័គ្រចិត្តទៅស្នាក់នៅទីជម្រកបណ្ដោះអាសន្នរបស់រដ្ឋសូមបញ្ជាក់ថាកាលពីថ្ងៃទី10ធ្នូឆ្នាំ2024ក្រុមជនអន្តោប្រវេសន៍ខុសច្បាប់ភាគច្រើនមកពីទ្វីបអាហ្វ្រិកតំបន់ខាងត្បូងសមុទ្រខ្សាច់សាហារ៉ាប្រមាណជា450នាក់វ័យក្មេងៗនិងខ្លះអះអាងថាជាអនិច្ចជនផងបានសម្រុកចូលទៅតាំងទីស្នាក់នៅក្នុងមជ្ឈមណ្ឌលវប្បធម៌ Gaîté Lyrique ដែលជាកម្មសិទ្ធិរបស់សាលាក្រុងប៉ារីប្រឈមនឹងបញ្ហាអនាធិបតេយ្យនេះសាលាក្រុងប៉ារីនិងអាជ្ញាធរនគរបាលក្រុងប៉ារីបានរុញទម្លាក់កំហុសលើគ្នាទៅវិញទៅមកនៅថ្ងៃទី13កុម្ភៈតុលាការរដ្ឋបាលបារាំងបានចេញដីកាបង្គាប់ឲ្យបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីទីតាំងក្នុងរយៈពេលយ៉ាងយូរបំផុត1ខែដោយសង្កេតឃើញសាលាក្រុងមានការស្ទើរស្ទាក់នៅក្នុងការធ្វើចំណាត់ការបណ្ដេញអាជ្ញាធរនគរបាលប្រចាំក្រុងប៉ារីបានសម្រេចបើកប្រតិបត្តិការបំបែកដោយលើកមូលហេតុអនាធិបតេយ្យនិងអសណ្ដាប់ធ្នាប់សាធារណៈ